អង្គការប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍរៀបចំមហាព្រឹត្តិការណ៍ផ្គូផ្គងពាណិជ្ជកម្មរវាងកម្ពុជាថៃឆ្នាំ2023រកឃើញក្រុមហ៊ុនដៃគូវិនិយោគិនថៃ18ក្រុមហ៊ុនគិតជាទឹកប្រាក់ប្រមាណ$300លានលោកអង្គការហុងឆេងឈុនប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍនិងឯកឧត្តមហ៊ុនសរឿនឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃបានរៀបចំមហាព្រឹត្តិការណ៍កម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងកម្ពុជាថៃ Business Matching ឆ្នាំ2023ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងគោលបំណងរឹតចំណងមិត្តភាពនិងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងភាពជាដៃគូរវាងធុរជននៃប្រទេសទាំងពីរកម្មវិធីនេះដែលរៀបចំធ្វើឡើងនៅសន្តាគារ Fairfield by Marriott ភ្នំពេញកាលពីរសៀលថ្ងៃទី28ខែតុលាឆ្នាំ2023នេះជាលទ្ធផលក្រោយកម្មវិធីផ្គូផ្គងពាណិជ្ជកម្មរវាងកម្ពុជាថៃប្រចាំឆ្នាំ2023បានបញ្ចប់ជាស្ថាពរសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍបានគូបញ្ជាក់ពីរបាយការណ៍ថាមានក្រុមហ៊ុនថៃចំនួន18ក្រុមហ៊ុនដែលកំពុងបន្តចាប់ដៃសហការលើការត្រៀមបើកអាជីវកម្មនិងការវិនិយោគរវាងកម្ពុជាថៃឬស្មើនឹងទំហំទឹកប្រាក់វិនិយោគប្រមាណ$300លានអាមេរិកដែលក្នុងនោះភាគីវិនិយោគិនថៃដាក់គោលដៅនិងសហការវិនិយោគលើវិស័យកសិកម្មវិស័យរ៉ែបច្ចេកវិទ្យាគ្រប់គ្រងកាកសំណល់ធម្មពលបៃតងរួមទាំងវិស័យសុខាភិបាលផងដែរលោកញ៉ាហុងឆេងឈុនបានបញ្ជាក់ថាសមាគមមានគោលបំណងសំខាន់ចំនួន3ទី1គឺគៀកងអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាប្រកបដោយទំនុកចិត្តនិងមានភាពជឿជាក់ទី2ផ្ដល់ជាវេទិកាក៏ដូចជាឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុករបស់យើងក្នុងការចូលរួមសហការកសាងភាពជាដៃគូជាមួយអ្នកវិនិយោគិនអន្តរជាតិទី3ផ្ដល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋកម្ពុជាដូច្នេះកម្មវិធីនេះសមាគមក៏បានរៀបចំកម្មវិធីនេះគឺថាអញ្ជើញអ្នកវិនិយោគទុននៅក្នុងប្រទេសកម្ពុជារបស់យើងឲ្យជួបជាមួយធុរកិច្ចជនមកពីប្រទេសថៃដើម្បីមានឱកាសនៃការសហការនិងវិនិយោគជាមួយគ្នានៅពេលវេលាខាងមុខបាទហើយក្នុងនេះដែរសមាគមក្នុងនាមជាសមាគមទាំងក៏បានអញ្ជើញអ្នកវិនិយោគនៅសហគ្រិនក្នុងប្រទេសកម្ពុជាមកនេះសិតតែអ្នកដែលគាត់មានលទ្ធភាពហើយមានសក្តានុពលដែលអាចបង្កើតនឹងការវិនិយោគជាមួយដៃគូមកពីប្រទេសក្រៅបានផងដែរបាទសូមអរគុណជាមួយគ្នានេះលោកអញ្ញាជឿជាក់ថាព្រឹត្តិការណ៍នេះនឹងអាចដើរតួនាទីជាវេទិកាមួយដើម្បីគាំទ្រដល់ការវិនិយោគនិងជាកាតាលីករដ៏មានអានុភាពសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងជំរុញដល់សន្តិភាពនិងសុខដុមរមនានៅក្នុងចំណោមប្រជាជាតិនានាក្នុងតំបន់លោកជំទាវ ចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ដែរថាជាការពិតណាស់មិត្តភាពរវាងកម្ពុជាថៃជាមិត្តភាពដែលមានប្រពៃណីយូរលង់ណាស់មកហើយក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពសំខាន់នៃកិច្ចប្រតិបត្តិការលើគ្រប់វិស័យហើយមិត្តភាពនិងភារភាពនេះត្រូវបានលើកទឹកចិត្តដោយសុភាសិតខ្មែរមួយឃ្លាលើកឡើងថាជួញចិត្តប្រសើរជាងជួញឆ្ងាយដែលក្នុងបរិបទជាទ្វេភាគីផងនិងជារដ្ឋក្នុងសមាគមអាស៊ានផងការបណ្ដាក់ទុនវិនិយោគយើងតែងតែសម្លឹងខ្ពស់ទៅកាន់ទ្វីបឆ្ងាយខណៈដែលប្រទេសក្នុងតំបន់ភូមិផងរបងជាមួយគ្នាគួរត្រូវបានផ្ដល់ជាអាទិភាពក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅឯកឧត្តមហ៊ុនសរឿនឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃក៏បានលើកឡើងដែរថាហើយចំណុចសំខាន់មួយទៀតនោះគឺអនុវត្តទៅតាមយើងហៅថាយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចដែលបានដាក់ចេញដោយក្រសួងការបរទេសដំណាក់កាលទី1ពីឆ្នាំ2021ដល់ឆ្នាំ2023នេះធ្វើឲ្យមានការកិត្តគូររបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាយើងប្រចាំនៅព្រះរាជាណាចក្រថៃដើម្បីរៀបចំឲ្យមាននៅវេទិកាផ្គូផ្គងធុរកិច្ចនៅថ្ងៃនេះហើយដើម្បីនាំអ្នកធុរកិច្ចរបស់ថៃដែលគាត់ចាប់អារម្មណ៍ចង់មកស្វែងរកឱកាសវិនិយោគថ្មីនៅកម្ពុជានៅក្រោយការផ្ទុះឡើងនៃជំងឺ Covid-19 បើតាមការបញ្ជាក់ពីលោកជំទាវ ចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក៏បានឲ្យដឹងដែរថាកម្ពុជាថៃមានមហិច្ឆតារួមនៅក្នុងការសម្រេចទំហំពាណិជ្ជកម្មឲ្យបានដល់$15,000លានអាមេរិកនៅក្នុងឆ្នាំ2025ខណៈដែលក្នុងឆ្នាំ2022ទំហំពាណិជ្ជកម្មកម្ពុជាថៃសម្រេចបានជាង$6.6 លានអាមេរិកជាមួយនឹងការកើនឡើងប្រមាណ 14% បើធៀបទៅនឹងឆ្នាំ2021ដែលឡែកសម្រាប់រយៈពេល9ខែឆ្នាំ2023នេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន$2.8 លានអាមេរិកធ្លាក់ចុះប្រមាណ 20% ដែលនេះជាបន្ទាត់មួយធ្វើឲ្យប្រទេសទាំងពីរត្រូវពួតដៃគ្នាជំរុញកំណើន
ហើយដំណើរអញ្ជើញមកដល់របស់ប្រតិភូធុរកិច្ចថៃនាពេលនេះជាការឆ្លើយតបចំគោលដៅស្របនឹងបរិបទជាក់ស្ដែងនាពេលបច្ចុប្បន្ន